ប្រទេសកម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្តិភាពយើងចង់បានសន្តិភាពយើងជួបជុំគ្នាថ្ងៃនេះនៅក្នុងស្មារតីខ្មែរតែមួយផ្ញើសារជូនដល់មនុស្សជុំវិញពិភពលោកទាំងអស់ឲ្យដឹងថាប្រជាជនកម្ពុជាស្រឡាញ់សន្តិភាពប្រជាជនកម្ពុជាត្រូវការសន្តិភាពជួក្រោយបានសុខមានបងក្នុងគ្រប់ជួមកការពារបងមួយអោតុងជាតិខ្មែរថៃដែនដីសៃមកនាងនៅទីណាអត់ប្រែជាចែកជា4បាទផ្សេងគ្នាទៅដល់គាត់ចែកឯងចែកជា4ផ្សេងគ្នាហើយយើងនឹងធ្វើការតាមក្រុមរៀងខ្លួនបាទមួយក្រុម10នាក់ចែកតាមហ្សូនដើរមើលចល័តយើងត្រូវ